លោកនេតានយ៉ាហ៊ូនឹងជួបលោកត្រាំគណៈដំណាក់កាលទី2នៃផែនការកាហ្សាជិតមកដល់សេរុយសាឡឹមនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ែនចាមីននេតានយ៉ាហ៊ូបានប្រកាសនៅថ្ងៃអាទិត្យនេះថាលោកនឹងជួបប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅចុងខែនេះដែលបញ្ជាក់ថាដំណាក់កាលទី2នៃផែនការកាហ្សារបស់អាមេរិកគឺជិតឈានមកដល់ហើយនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយអធិបតីអាល្លឺម៉ង់លោក Friedrich Merz លោកនេតានយ៉ាហ៊ូបានបញ្ជាក់ថាកិច្ចប្រជុំខាងមុខនឹងពិភាក្សាអំពីឱកាសសម្រាប់សន្តិភាពនិងការបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ផែនការរបស់លោកត្រាំដើម្បីបញ្ចប់សង្គ្រាមរយៈពេល2ឆ្នាំនេះរួមមានការបង្កើតរដ្ឋាភិបាលបច្ចេកទេសប៉ាឡេស្ទីនបណ្ដោះអាសន្ននៅហ្គាហ្សាដែលនឹងត្រូវត្រួតពិនិត្យដោយក្រុមប្រឹក្សាសន្តិភាពអន្តរជាតិនិងគាំទ្រដោយកងកម្លាំងសន្តិសុខអន្តរជាតិលោកនេតានយ៉ាហ៊ូបានអះអាងថាដំណាក់កាលទី1នៃផែនការនេះជិតបញ្ចប់ហើយគូបញ្ជាក់ថាចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី10ខែតុលាហាម៉ាស់បានប្រកល់ចំណាប់ខ្មាំងដែលនៅរស់ទាំង20នាក់និងសាកសព27នាក់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល 2000 នាក់ខណៈសាកសពចំណាប់ខ្មាំងម្នាក់ទៀតស្ថិតក្នុងតំបន់ហ្គាហ្សាសូមអរគុណ